ការប្រយុទ្ធមិញនេះក្រុមហ៊ុន Apple បានតម្លាក់ឲ្យយើងដំឡើងនៅ iOS 26ចំនួនសាកល្បងទី2សម្រាប់ដែរអ្នកដែលធ្លាប់តម្លើងហើយគឺមានទំហំត្រឹមតែ 1G ជាងទេបងប្អូនគ្នាហើយបើបងប្អូនអត់ទាន់តម្លើងទេមានទំហំទៅតាមទូរស័ព្ទរបស់បងប្អូនអញ្ចឹងនៅលើ iPhone 13ខ្ញុំនេះគឺមានទំហំដល់ទៅ 8.22GB បងប្អូនគ្នាមកពីខ្ញុំអាប់ដេតហើយហ្នឹងយើងទទួលបានអ្វីថ្មីខ្លះហើយវាបានកែប្រែនៅលើ iOS 26ចំនួនសាកល្បងទី1ហ្នឹងអីខ្លះដោយក្នុងនោះខ្ញុំនឹងយក3ចំណុចមកបង្ហាញបងប្អូនគ្នាបន្ទាប់ពីខ្ញុំធ្វើការអាប់ដេតរួចរាល់អញ្ចឹងទី1បន្ទាប់ពីខ្ញុំធ្វើការដំឡើងទៅកាន់ iOS 26ហើយនៅលើទូរស័ព្ទដៃ iPhone 16 Pro Max របស់ខ្ញុំនេះខ្ញុំសង្កេតឃើញថាទៅលើ Control Center Apple បានផ្លាស់ប្ដូរមួយចំនួនទៅលើផ្ទាំង background របស់ Control Center ដែលពីមុន iOS ចំនួនសាកល្បងទី1នៃ iOS 26ហ្នឹងពេលដែលយើងអស់ Control Center មកឃើញ background របស់វាគឺថ្លាទៅឃើញ app ឬក៏ផ្ទាំងខាងក្រោយច្បាស់មែនតើអញ្ចឹងនៅលើ iOS 26ចំនួនសាកល្បងទី2នេះគឺវាបានលាក់នៅផ្ទាំងខាងក្រោយមិនឲ្យយើងមើលឃើញច្បាស់នោះទេអញ្ចឹងចូលមកដល់ចំណុចទី2ខ្ញុំឃើញថាទៅលើ app ដែលធ្លាប់តែប្រើប្រាស់ទៅគេអាំងបាក់អត់បានរឿង slow ខ្លាំងហ្នឹងយើងឃើញថាវាបានសម្រួលមកប្រើប្រាស់បានស្រួលជាងមុនប្រសើរជាងមុនឧទាហរណ៍ដូចជា app ធនាគារពេលដែលខ្ញុំចូលទៅក្នុង app ធនាគារហ្នឹងខ្ញុំឃើញថាវាដំណើរការបានរៀងលឿនជាងមុនហើយមិនរអាក់រអួលដូចមុនទេបងប្អូនអាចឃើញអញ្ចឹងខ្ញុំអាចចូលមករៀងលឿនជាងមុនណាបងប្អូនអរគ្នាហើយក្នុងនោះខ្ញុំអាចចូល ACD ដែរហ្នឹងក៏រៀងលឿនជាងមុនដែរទៅលើ app ធនាគារខ្ញុំសង្កេតឃើញថានៅ iOS 26.2 ហ្នឹងចូលមកជួសជុល app ទាំងអស់ហ្នឹងឲ្យដំណើរការរៀងរលូនជាងមុនចូលមកដល់ចំណុចទី3ដែលខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាហ្នឹងយើងនឹងទទួលបាននៅ ringtone ថ្មីមួយដែលក្រុមហ៊ុន Apple តម្លាក់នៅ iOS 26.2 ហ្នឹងដោយគាត់ឲ្យបងប្អូនចូលទៅកាន់ setting បងប្អូនអស់មកខាងក្រោមមកបងប្អូននឹងឃើញពាក្យថា sound and haptic អញ្ចឹងយើងចុចទៅលើ sound and haptic អស់មកខាងក្រោមមកបងប្អូននឹងឃើញពាក្យថា ringtone យើងចុចទៅលើពាក្យថា ringtone ហ្នឹងមកបងប្អូនចូលទៅកំណត់នៅ ringtone របស់បងប្អូនអញ្ចឹងបងប្អូនចុចទៅលើពាក្យនេះមកពេលដែលបងប្អូនចុចបងប្អូននឹងឃើញ default ហ្នឹងសលេងរោពីមុន default ហ្នឹងគឺសំឡេងរោពីមុនអញ្ចឹងបន្ទាប់ពីយើងអាប់ដេតទៅកាន់ iOS 26ចំនួនសាកល្បងទី2ហើយបងប្អូននឹងឃើញនេះវាបាន ringtone ថ្មីដែលមានអក្សរកាត់ ALT1 នេះបងប្អូនចុចទៅខ្ញុំគិតថាវាព្រោះមួយយ៉ាងដែរហើយបើសិនជាបងប្អូនឈរលើ iOS 26ចំនួនសាកល្បងទី1អាចអាប់ដេតមកកាន់ iOS 26ចំនួនសាកល្បងទី2នេះបានខ្ញុំឃើញថាក្នុងនោះក៏មានចំណុចជួសជុលទៅលើការប្រើប្រាស់របស់យើងមិនសូវក្តៅដូចមុនហើយការប្រើប្រាស់ថ្មក៏មិនងាយស្រកដូចមុនដែរចឹងអរគុណសម្រាប់ការតាមដានហើយខ្ញុំនឹងជួបបងប្អូនអរគ្នានៅវីដេអូក្រោយទៀត